ជំរាបសួរប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយមកកាន់វីដេអូថ្មី Admin គិតថាប្រិយមិត្តនឹងពេញចិត្តវីដេអូមួយនេះដែរបើពេញចិត្តកុំភ្លេចចុច like ចុច subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែល Admin ផុសបើមានពាក្យពេចន៍ត្រង់ណាមិនសមរម្យក៏សូមអន្តរអ្នកពេកទោសឥឡូវកុំបាត់ខាត់ពេលវេលាយូរជួបរកសាច់រឿងរបស់យើងតែម្ដងបាទសាច់រឿងកាត់ចេញពីក្មេងៗ3នាក់បានធ្វើដំណើរកម្សាន្តទៅលេងក្នុងព្រៃជ្រៅមួយកន្លែងស្រាប់តែពេលនោះដែរពួកគេបាននាំឃើញវាយបង្គោលឫស្សីយ៉ាងសប្បាយរីករាយស្រាប់តែពេលនោះក្មេងប្រុសឈ្មោះថាយូក៏បានវាយធ្វើឲ្យបង្គោលឫស្សីនោះធ្លាក់ចូលក្នុងលំមួយយ៉ាងជ្រៅស្រាប់តែពេលនោះក្មេងប្រុសឈ្មោះថាខាដាបានស្រីឲ្យទៅកាន់ក្មេងប្រុសឈ្មោះយូនៅពេលនោះផងដែរខាដាក៏បានដើរទៅរើសបង្គោលឫស្សីនោះមកវិញនៅពេលនោះស្រាប់តែមានដៃខ្មោចម្យ៉ាងបានចាប់ទាញដៃគេចូលទៅក្នុងធ្វើដៃរបស់គេបានដាច់ម្រាមចំកណ្ដាលមួយហើយក្មេងស្រីឈ្មោះថាវ៉ាទីក៏បានខ្មោចចាប់ទាញអូសចូលទៅតែម្ដងហើយក្មេងប្រុសយូឃើញបែបនេះហើយគេក៏បានរត់ចោលអ្នកគ្រប់គ្នាតែម្ដងទៅសាច់រឿងបន្ទាប់ទៀតកាត់មក30ឆ្នាំបន្ទាប់មានក្មេងប្រុសម្នាក់ឈ្មោះថាសាម៉ានបានរត់ទៅសាលារៀនយ៉ាងសប្បាយរីករាយនៅពេលមួយផងដែរគេបានឃើញមិត្តភក្តិរបស់គេឈ្មោះថាអាឌីកំពុងតែអង្គុយដាក់ទ្រូពួកគេទាំងពីរនាក់ក៏បានបបួលគ្នាទៅសាលារៀនទាំងពីរនាក់ម្ដងទៅដល់ពេលគេរត់តាមផ្លូវគេមិនបានប្រយ័ត្នក៏បានបុកជាមួយបុរសម្នាក់មានរូបរាងគួរឲ្យខ្លាចបំផុតនៅពេលនោះពួកគេមិនបានចាប់អារម្មណ៍អ្វីច្រើនទេគាត់មានអារម្មណ៍ថាខ្លាចទៅលើបុរសម្នាក់នោះលុះទៅពេលបន្ទាប់ពួកគេក៏បានធ្វើដំណើរមកដល់សាលារៀននៅពេលដែលគេបើកទ្វារអ្នកគ្រូរបស់គេក៏បានស្ដីឲ្យពួកគេមករៀនយឺតបែបនេះហើយបានពិនិត្យឲ្យពួកគេឡើងសរសេរអក្សរលើកណ្ដាលខៀនហើយនៅពេលនោះដែរមានក្មេងស្រីឈ្មោះថាអាយុគឺជាមិត្តភក្តិរួមថ្នាក់របស់គេគឺជាក្មេងស្រីគេបានផ្សាយចំអកទៅកាន់អាឌីហើយនិងសាម៉ាន់ផងដែរនៅពេលនោះផងដែរពួកគេទាំងពីរនាក់ក៏បានត្រូវអ្នកគ្រូជេរវាយធ្វើបាបដោយសារតែពួកគេមករៀនអត់ទាំងទាត់នៅពេលនោះពួកគេទាំងពីរនាក់បានមកជួបជាមួយឪពុករបស់អាយុឈ្មោះថាម៉ាតូហើយពួកគេបានយកម៉ាតូមកលក់ឲ្យលុះដល់ពេលបន្ទាប់ផងដែរពួកគេទាំងពីរនាក់បានធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនពួកគេក៏បានធ្វើដំណើរឆ្លងកាត់ព្រៃមួយកន្លែងពួកគេមានអារម្មណ៍ថាជាខ្លាចរអាដាកេនព្រោះថាផ្លូវនឹងមានរឿងជាស្ងប់ស្ងាត់មិនមានមនុស្សឆ្លងកាត់នោះទេសត្វទៅពេលនោះក្មេងប្រុសឈ្មោះថាអាឌីក៏បានស្រែករកក្មេងប្រុសឈ្មោះថាសាម៉ានបានមកពួនបំលាយគេភ្នាក់ងាលេងតែប៉ុណ្ណោះលោកមិនទាន់ស្អីដូចបន្តកាត់ចេញពីក្មេងស្រីម្នាក់ឈ្មោះថាអាយុបានយកបាយមកឲ្យពូរបស់គេនៅកន្លែងខ្ទមចាស់មួយប៉ុន្តែពូរបស់គេបានដេញគេឲ្យត្រឡប់ទៅវិញមិនចង់ទទួលទានអាហារនោះទេសាច់រឿងបន្តប៉ុន្តែកាត់ចេញតែព្រះវិហារមួយមានលោកអាចារ្យបានព្រាមទៅដល់ទៅកាន់ពួកគេឲ្យសូត្រធម៌សាច់រឿងបន្ទាប់គ្មានប្រុសម្នាក់ឈ្មោះថាសាម៉ានបានយកបាយមកបញ្ចុកម្ដាយដែលកំពុងតែដេកឈឺលើកន្ទេលសត្វទៅពេលនោះបងប្រុសរបស់គេបានចូលមកវាយតបសាម៉ានហើយអ្វីរើទឹកឃុំឲ្យគេមិនបានបងប្រុសរបស់គេបានវាយតបទៅលើប្អូនប្រុសរបស់គេយ៉ាងសាហាវខុសខើដែរព្រោះបងប្រុសគេមានអាការអត់ដូចជាមូម៉ាន់នឹងប្អូននៅពេលនោះផងដែរសាម៉ានមានអារម្មណ៍ថាខឹងជាមួយបងប្រុសតែមិនអាចធ្វើអ្វីបងប្រុសបានទេនៅពេលនោះសាម៉ានមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែសម្លឹងមើលខ្លួនសាច់រឿងបន្ទាប់កាត់ចេញមកដល់ពេលព្រឹកសាម៉ាននិងអាឌីក៏បានដំណើរមកកាន់សាលារៀនហើយគេក៏បានយកទឹកឃ្មុំត្រៀមឲ្យលក់រាល់ពូម៉ាតូផងដែរនៅពេលនោះគេបានសុំច្បាប់អ្នកគ្រូថាយកទឹកឃ្មុំទៅលក់ឲ្យគេសិនប៉ុន្តែអ្នកគ្រូមិនជឿទេដោយជឿថាគេយកលេសដើម្បីគេចេញពីសាលារៀនតែប៉ុណ្ណោះនេះមកសាច់រឿងបន្ទាប់បរមម្នាក់ឈ្មោះថាខាដាក៏បានរត់មកវិញពេញព្រៃតែម្ដងសាច់រឿងបន្ទាប់ទៀតមានប្រុសសាម៉ាននិងអាឌីក៏បានធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះគេវិញប៉ុន្តែពួកគេមិនមែនមកជួបបាយធ្វើដំណើរទៅកាន់ផ្ទះគេនោះទេគេក៏បានសុំកាក់ឡានតាមផ្លូវដើម្បីសុំរក្សាដំណើរជិះទៅជាមួយផងដែរដំបូងម្ចាស់ឡានមិនឲ្យពួកគេជិះនោះទេប៉ុន្តែសាម៉ានបាញ់ហុចលុយទៅឲ្យគេក៏ព្រមដាក់ទៅអ្នកទាំងពីរនាក់វិលត្រឡប់ទៅកាន់ផ្ទះសាច់រឿងបន្ទាប់ពួកគេក៏បានធ្វើដំណើរតាមផ្លូវស្រាប់តែពេលនៅផងដែរពួកគេក៏បានឃើញអ្វីមួយយ៉ាងទេឈរនៅចំកណ្ដាលផ្លូវធ្វើឲ្យឡានរេចង្កត់ជាខ្លាំងងាកមកអ្នកគ្រូរបស់គេនៅវិញពេលអ្នកគ្រូកំពុងតែរៀបចំបទទ្វារស្រាប់តែមានអ្វីមិនដឹងទេបានបើកទ្វារទៅវិញទៅមកអ្នកគ្រូពិតជាឆ្ងល់មែនទែនហេតុអ្វីក៏ទ្វារនឹងបិទហើយនៅតែបើកម្ដងទៀតសារទ្វារផងដែរមានខ្មោចចេញមកពីក្រៅគ្រូបានស្លាប់អ្នកគ្រូស្លាប់នឹងកន្លែងតែម្ដងទៅសារតែពេលនោះផងដែរមានអ្នកស្រកជិះម៉ូតូតាមផ្លូវបានយកដំណឹងនេះទៅប្រាប់សាម៉ាននិងអាឌីថាអ្នកគ្រូរបស់ពួកគេបានស្លាប់បាត់ទៅហើយដោយសារតែអ្នកគ្រូជួបគ្រោះថ្នាក់នៅពេលនោះផងដែរសាម៉ាននិងអាឌីក៏ពិតជាមិនជឿនោះទេហេតុអ្វីអ្នកគ្រូរបស់គេស្លាប់លឿនបែបនេះគេពិតជាមានអារម្មណ៍ថាតក់សោកជាខ្លាំងហើយចាស់មិនបានឲ្យពួកគេទាំងពីរនាក់ចូលទៅមើលសាកសពនោះទេសត្វទៅពេលនោះផងដែរគេឃើញបរិមម្នាក់ឈ្មោះថាខាដាជួយចិត្តនៅយ៉ាងចម្លែកសាច់រឿងបន្ទាប់រំដល់ពេលព្រឹកកម្មវិធីបនសពរបស់អ្នកគ្រូពួកគេក៏បានចាប់ផ្ដើមនៅពេលនោះដែរសាម៉ានបានស្រមៃឃើញថាសាកសពអ្នកគ្រូក៏ឡើង
ហើយគេមានអារម្មណ៍ថាខ្លាចរអាមែនទែនហើយឃើញសាកសមអ្នកគ្រូក្រក់ចេញពីក្នុងឡានមករកគេផងដែរដល់ពេលនោះគេមានអារម្មណ៍ថាតក់ស្លុតតែពុតជាសបានអាក្រក់មកគេតែប៉ុណ្ណោះព្រោះដើម្បីបន្ទាប់ឡើងពួកគេទាំងពីរនាក់ក៏បានវិលត្រឡប់មកកម្មផ្ទះរបស់គេផងដែរនៅពេលនោះសាមានឃើញម្ដាយរបស់គេមានអាការៈដូចជាភ័យខ្លាចញញប់ញយល់ជាខ្លាំងហើយម្ដាយរបស់គេចេះសរសើរថាខ្មោចផងដែរនៅពេលនោះសាមានស្រាប់តែឃើញទ្វារបើកយ៉ាងចម្លែកហើយម្ដាយរបស់គេមានអារម្មណ៍ថាផិតភ័យមែនទែនហើយសាមានក៏មិនបានឃើញអ្វីនោះទេនៅពេលនោះផងដែរខ្មោចក៏បានហោះពីក្រោយមកលងបន្លាយគេតែម្ដងទៅសាមានក៏វិលត្រឡប់ទៅកាន់បន្ទប់ទឹកស្រាប់តែពេលនោះម្ដាយខ្មោចបានជួសសន្ធិដ្ឋក្នុងខ្លួនគេតែពេលនោះតែម្ដងទៅស្អែកដើមបន្ទាប់ងាកមកកាន់អាយុហើយនឹងលោកពូម៉ាតូក៏បានប្រាប់អាយុថាលោកពូនៅរកគ្រូថ្មីមកចំនួនរបស់អ្នកគ្រូពួកគេដែលបានស្លាប់នោះផងដែរហើយអ្នកគ្រូផងដែរឈ្មោះថានិចស៊ីគឺជាអ្នកគ្រូបង្រៀនថ្មីរបស់អាយុសតទៅពេលនោះផងដែរពួកគេទាំងអស់គ្នាក៏បានទទួលរាក់គ្នាស្វាគមន៍អ្នកគ្រូផងដែរលុះទៅពេលបន្ទាប់ស្អែកដើមបន្ទាប់កាត់ចេញមកពីបងប្រុសរបស់សាមានបងប្រុសរបស់សាមានបានមកជួបលោកពូម៉ាតូហើយសួរទៅកាន់លោកពូម៉ាតូថាតើបានឃើញសាមានយកទឹកឃ្មុំមកលក់ឲ្យគាត់នោះទេហើយលោកពូក៏បានតបវិញថាមិនបានឃើញសាមានយកទឹកឃ្មុំមកលក់ឲ្យគាត់នោះទេបងប្រុសរបស់គេមានអារម្មណ៍ថាខឹងជាមួយសាមានជាខ្លាំងនៅពេលបងប្រុសរបស់គេបានត្រឡប់មកផ្ទះវិញបងប្រុសនោះក៏បានវាយតប់ទៅលើសាមានហើយសាមានក៏បានតបដែរផងដែរមានអាការៈដូចជាកម្លាំងខ្លាំងជាងមុននៅពេលនោះបងប្រុសរបស់គេក៏បានឃើញខ្មោចហើយខ្មោចក៏បានសន្ធិដ្ឋក្នុងខ្លួនសាមាននៅពេលនោះដែរសាមានបានយកកំបិតសម្រាប់បងប្រុសរបស់គេយ៉ាងព្រៃផ្សៃទៅនឹងកន្លែងហ្នឹងតែម្ដងទៅរីឯម្ដាយរបស់គេមិនអាចជួយអ្វីបានទេបានត្រឹមតែមើលកូនសម្រាប់គ្នាតែប៉ុណ្ណោះព្រោះឯម្ដាយរបស់គេពិការភាពបាត់ទៅហើយមិនអាចក្រក់ចេញពីលើកន្ទេលបានទេនៅពេលនោះផងដែរខ្មោចបានសន្ធិដ្ឋក្នុងខ្លួនរបស់សាមានធ្វើឲ្យសាមានមានអាការៈដូចជាសាហាវជាខ្លាំងហើយងាកមកកាន់ខាដានេះវិញខាដាមានអាការៈដូចជាចម្លែកជាខ្លាំងលុះពេលបន្ទាប់ផងដែរលោកពូម៉ាតូក៏បានបើកហាងស្រាប់តែឃើញសាមានឈរនៅមុខហាងរបស់គាត់កាន់មន់មួយយ៉ាងចម្លែកហើយបានហុចមកឲ្យលោកពូស្រាប់តែលោកពូបានមើលឃើញជាមន់នោះស្រក់ហូរជាខ្លាំងហើយសាមានមិនបាននិយាយស្ដីអីទៅកាន់លោកពូនោះទេធ្វើឲ្យលោកពូមានអាការៈនេះចម្លែកជាខ្លាំងទៅពេលព្រឹកឡើងពួកគេទាំងអស់គ្នាក៏បានឃើញមន់ចង់ឆ្កានក្នុងផ្ទះយ៉ាងចម្លែកជាខ្លាំងរីឯអាយុបានវិលមកកាន់សាលារៀនគេមានអារម្មណ៍ថាមាននរណាម្នាក់បានទៅលើមកគេពីក្រោយខ្នងហើយគេមានអារម្មណ៍ថាភ័យខ្លាចមែនទែនទៅពេលគេកំពុងរៀនស្រាប់តែឃើញខ្មោចអ្នកគ្រូរបស់គេចេញមកលុបបន្លាចគេតែម្ដងទៅតែនេះវាគាត់តែគេស្រាតសមត្ថរបស់គេតែប៉ុណ្ណោះទៅពេលបន្ទាប់គេបានវិលត្រឡប់មកកាន់ផ្ទះស្រាប់តែលោកប៉ូលីសនិយាយថាតាមរកសាមានសាមានគឺជាអ្នកសម្លាប់បងប្រុសរបស់គេនៅពេលនោះផងដែរពួកគេក៏បាននឹងគ្នាតាមទៅរកសាមានផងដែរនៅទៅពេលបន្ទាប់ផងដែរលោកពូម៉ាតូក៏បានវិលត្រឡប់មកកាន់ផ្ទះសាមានឃើញបងប្រុសសាមានស្លាប់យ៉ាងអនាយធមបំផុតហើយពួកគេទាំងអស់គ្នាបានយកសពបងប្រុសរបស់គេដើម្បីរៀបចំទៅបូជានៅពេលនោះគឺអាឌីបានតាមរកសាមានបានឃើញហើយអាឌីបានឃើញសាមានមានអាការៈចម្លែកជាខ្លាំងដល់ពេលនោះដែរគឺអាឌីបានរំអោបសាមានហើយសាមានក៏បានទូស្បែកផងដែរអ្នកស្រុកអ្នកភូមិក៏បានចាប់គុំខ្លួនសាមានទុកក្នុងផ្ទះមួយកន្លែងដោយមិនឲ្យគេចេញពីផ្ទះនោះទេដោយសារតែគេមានអាការៈចម្លែកក្នុងខ្លួនលុះទៅពេលនោះផងដែរក្មេងប្រុសម្នាក់ឈ្មោះថាខាដាក៏បានលោតមើលសាមានពីក្រោមបន្ទប់ផងដែរដល់ពេលនោះសាមានមានអាការៈអាជាងងឹតងងជាខ្លាំងគេមិនដឹងថាជាអ្វីនោះទេពេលនោះគេក៏បានឃើញខ្មោចបងប្រុសរបស់គេបង្ហាញខ្លួនលងបន្លាយគេហើយក៏បានឃើញខ្មោចអ្នកគ្រូបន្ថែមទៀតផងដែរលុះបន្ទាប់អ្នកភូមិមិនដឹងទេថាសាមានបានចងកសម្រាប់ខ្លួននៅក្នុងបន្ទប់បាត់ទៅហើយគួរឲ្យសោកស្ដាយមែនទែនដែលសាមានគិតខ្លីបែបនេះលុះពេលបន្ទាប់របស់សាមានក្មេងប្រុសម្នាក់ឈ្មោះថាឌីជាមួយភក្តិរបស់គេមានអារម្មណ៍ថាសោកសៅជាខ្លាំងនៅពេលដែលបាត់បង់មិត្តជាទីស្រឡាញ់របស់គេហើយគេបានត្រឹមតែយំសោកស្រណោះទៅកាន់មិត្តតែប៉ុណ្ណោះលុះពេលបន្ទាប់ផងដែរអ្នកគ្រូក៏បានប្រាប់ទៅកាន់អាឌីថាឲ្យធ្វើកិច្ចការសាលាឲ្យចប់សិនមិនអាចទៅផ្ទះបានដល់ពេលនោះអាឌីខំប្រឹងសរសេរដើម្បីបញ្ចប់កិច្ចការដល់ពេលនោះផងដែរគេបានទៅបន់ព្រះហើយលើខ្មោចអធិដ្ឋានជាមួយគេផងដែរគេក៏បានឃើញទុកហោះចេញខាងក្រៅហើយគេបានចេញខាងក្រៅគេក៏បានឃើញមិត្តភក្តិរបស់គេកំពុងតែជូតកូរ៉ូយ៉ាងសាហាវបំផុតអ្នកនោះគឺជាខ្មោចរបស់សាមានហើយសាមានបានវិលត្រឡប់មកកាន់អាឌីមានអារម្មណ៍ថាតក់ស្លុតមែនទែននៅពេលដែលឃើញមិត្តភក្តិរបស់ខ្លួនមកលងបន្លាញខ្លួនបែបនេះហើយសាមានក៏បានចូលសន្ធិដ្ឋក្នុងខ្លួនរបស់អាឌីតែម្ដងទៅលុះពេលបន្ទាប់ផងដែរសាមានបានវិលមកកាន់ផ្ទះខ្មោចក៏បានចូលក្នុងខ្លួនអាឌីផងដែរអាឌីមានអារម្មណ៍ថាងឹតងល់ជាខ្លាំងហើយខ្មោចបានចូលសន្ធិដ្ឋក្នុងខ្លួនអាឌីតែម្ដងហើយឪពុករបស់គេមិនដឹងទេថាខ្មោចចូលសន្ធិដ្ឋក្នុងខ្លួនរបស់ខ្លួនលុះទៅពេលបន្ទាប់មកទៀតគឺអាយុបានត្រឡប់មកកាន់សាលារៀននៅពេលនេះអាយុបានសួរទៅកាន់អាឌីថាហេតុអ្វីឯងមិននិយាយស្អីបែបនេះអាឌីមិនបានតបវិញទេពេលនោះអាយុក៏បានស្លាប់បិចនៅពេលគេអត់ទៅបិចគេក៏បានសម្ដែងឃើញខ្មោចរបស់អ្នកគ្រូគេមកចេញមកលំបន្លាយគេតែម្ដង
ដល់ពេលគេមកហៅទៅវិញក៏បានឃើញសាមានផងដែរដល់ពេលនោះអាយុសម្រាប់ចិត្តឋានតាមសាមានហើយបានឃើញពុទ្ធរបស់គេចេញមហាគាត់គេដូចជាមានរឿងអ្វីមួយចង់ប្រាប់ផងដែរដល់ពេលនោះគឺអាឌីក៏បានខ្មោចសាមានចូលសន្ធិដ្ឋគេក៏បានពំពុកក្មេងម្នាក់ដើម្បីចូលទៅលេងកម្សាន្តក្នុងព្រៃជ្រៅក្មេងម្នាក់នោះបានលងក្នុងការសន្ធិដ្ឋរបស់អាឌីហើយក៏បានលងខ្លួនតាមអាឌីតែម្ដងទៅដល់ទៅពេលអ្នកស្រុកដឹងខ្លួនថាបាត់ក្មេងពួកគេបានមកគ្នាតាមរកក្មេងៗតែម្ដងខ្សែរឿងកាន់មកដល់ពេលព្រឹកអាយុក៏បានយករបស់បីយ៉ាងមកឲ្យអ្នកគ្រូរបស់គេការពារខ្លួនតែអ្នកគ្រូរបស់គេបានប្រាប់កាន់គេថាអ្នកគ្រូមិនអីទេអ្នកគ្រូមិនត្រូវការវានោះទេអ្នកគ្រូរត់ជាមិនចាប់អារម្មណ៍ទៅលើនេះទេលុះដល់ពេលនោះមកអ្នកភូមិអ្នកស្រុកដល់ពេលល្ងាចពួកគេចាប់បានខ្លាចហើយចម្លែកអីតែអាយុបានជិះកង់ទៅតាមរកអាឌីឪពុករបស់គេជាយាមហាមគាត់ដែរតែគេមិនស្ដាប់នោះទេនៅពេលនោះផងដែរអាយុបានធ្វើដំណើរមកកាន់ផ្លូវក៏បានឃើញអាឌីនៅពេលនៅកាន់មកលុយលោកអាចារ្យនៅវិញលោកអាចារ្យបានប្រងនឹងទូស្គរសពតែឃើញស្គរនោះមានអាការៈឌីហូឈាមជាខ្លាំងតែគេបានឃើញសាកសពរបស់ក្មេងម្នាក់ក្នុងនោះផងដែរសាកសពក្មេងម្នាក់នោះគឺជាសាកសពក្មេងប្រុសដែលបានបាត់ខ្លួននោះដែរហើយពេលនោះផងដែរអាឌីក៏បានឃើញអាយុមករកខ្លួនគេក៏បានយកកំបិតមួយដេញសម្លាប់អាយុតែម្ដងទៅពួកអីគេមិនដឹងអីទេដោយសារខ្មោចបានចូលសន្ធិដ្ឋក្នុងគុណរបស់គេពេលនោះគឺអាឌីក៏បានចូលមកក្នុងបន្ទប់តាមសម្លាប់អាយុផងដែរតែទៅបានសន្តិសុខវាយគេឲ្យសម្លាប់តែម្ដងទៅលុះទៅពេលបន្ទប់ផងដែរក្រុមអ្នកភូមិក៏បានយកក្មេងប្រុសអាឌីដើម្បីទៅពិធីរំដោះខ្មោចអ្នកភូមិក៏បាននាំគ្រូមន្តអាគមដើម្បីបណ្ដោះខ្មោចចេញពីខ្លួនអាឌីពេលនោះដែរគ្រូមន្តអាគមនោះក៏បានបណ្ដោះខ្លួនខ្មោចចេញពីខ្លួនអាឌីបានសម្រេចអាឌីមានអាការៈដូចជាហេវហត់ហើយគេបានធ្លាក់ឈាមក្អួតឈាមមកជាច្រើនផងដែរងាកមកសាច់រឿងរបស់ខាដាអ្នកវិញខាដាកំពុងតែក្នុងខ្ទមរបស់ខ្លួនកំពុងតែសូត្រមន្តដើម្បីម្យ៉ាងដើម្បីដាក់ហងរបស់គេដើម្បីការពារខ្លួនរីឯអាឌីក៏បានចេញលងឡាញអ្នកភូមិបន្តទៀតផងដែរអ្នកភូមិបានឃើញរបស់វិញម្យ៉ាងដែលជារបស់ខាដាហើយអ្នកភូមិគ្រប់គ្នាសង្ស័យថាខាដាគឺជាគ្រូដែលហើយនិយាយខ្មោចមកលងឡាញពួកគេអ្នកភូមិគ្រប់គ្នាបានវិលត្រឡប់មកកាន់អាស្រមរបស់ខាដាហើយគេបានចាប់យកខាដាហើយវាយដំខាដាជាខ្លាំងហើយគេបានចោទប្រកាន់ខាដាថាគឺជាគ្រូខ្មោចបិសាចហើយនេះគឺជារបស់ខាដាដែលបានយកមកដាក់តាមផ្ទះអ្នកភូមិអ្នកមួយតែគេគឺជាថាខាដាគឺជាគ្រូខ្មោចដល់ពេលនោះអាយុនាងកំពុងតែលាក់ខ្លួនឈឺហើយប៉ារបស់នាងក៏បានមើលថែនាងសត្វតែពេលនោះផងដែរអ្នកគ្រូដេកស៊ីក៏បានបង្ហាញខ្លួននៅមុខអាយុមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងហើយអាយុនឹកសម័យទៅកាន់ពូជរបស់គេដែលបានឲ្យរបស់ការពារខ្លួនមកកាន់គេផងដែរពូជរបស់គេបានប្រាប់ថានេះគឺជាបន្តវត្ថុស័ក្តិសិទ្ធិមួយដើម្បីការពារខ្លួនពីពួកបិសាចដល់ពេលនោះអ្នកគ្រូនេះស៊ីបាននិយាយមកកាន់អាយុថាតើឯងខ្លាចទេតើឯងខ្លាចអ្វីហើយអាយុក៏បានបង្ហាញរបស់យ៉ាងទៅឲ្យអ្នកគ្រូបានជាមិនខ្លាចរអាននោះទេនេះស៊ីមិនបានដឹងទេថាអ្នកគ្រូនេះគឺជាបិសាចគ្រូធ្មប់នោះឯងអ្នកគ្រូគឺជាអ្នកបញ្ចុះបញ្ចូលសម្រាប់ក្មេងៗក្នុងភូមិឲ្យសម្រាប់គ្នាឯងអ្នកគ្រូនេះពិតជាសាហាវមែនទែនចំណែកឯការដាននៅវិញត្រូវបានក្រុមអ្នកភូមិចាប់សម្ដំហើយគេបានសម្មាទៅកាន់គេកាប់ពីក្មេងទៅពេលដែលគេខ្មោចទិញដាច់ដៃគេអ្នកភូមិក៏បានមកជួយសង្គ្រោះគេមានអារម្មណ៍ថាសោកសៅតែខ្លាំងគេសម្មាទៅកាន់អតីតកាលដល់ពេលផងដែរកាដាត្រូវបានគេទប់ឃុំក្នុងបន្ទប់មួយកន្លែងរីឯអាយុបានមកឃើញអាឌីកំពុងតែធ្វើខ្មោចជួយសន្ធិដ្ឋដែរដល់ពេលនោះខាដាបានយកដំបងវាយទៅកាន់ប៉ូលីសសន្តិសុខដែលយាមនៅមុខទ្វារធ្វើឲ្យសម្លាប់ហើយអាយុបានមកតាមរកអាឌីហើយបាត់ខ្លួនអាឌីចេញពីកន្លែងតែម្ដងតែពេលនោះខាដាសម្រេចចិត្តថាតតាំងជាមួយខ្មោចតែម្ដងហើយខាដាបានលុបឃើញខ្មោចនោះមានរបៀបគួរខ្លាចជាហើយខាដាបាននិយាយទៅកាន់ក្មួយរបស់ខ្លួនថាខ្មោចនោះគឺជាខ្មោចដែលសម្លាប់គ្រប់គ្នាពីម្ដងអ្នកហើយខ្មោចនោះគឺជាអ្នកសម្លាប់ក្មេងៗគ្រប់គ្នាក្នុងភូមិហើយខាដាព្យាយាមទៅវាយបំបាយអាស្រមនោះប៉ុន្តែទៅខ្មោចនោះលងមិនឡាយខាដាមានអារម្មណ៍ថាភ័យខ្លាចជាងគ្រានព្រោះអីខ្មោចនោះវាបានតងព្រលឹងមិត្តភក្តិរបស់គេពីនៅក្មេងៗមកលងមិនឡាយខ្លួនតែឯខ្មោចនេះបានតងរបស់អាឌីដើម្បីយកទៅសម្លាប់ចោលនៅក្នុងជ្រោះនោះតែម្ដងទៅនៅពេលនោះដែរខាដាក៏បានយកដំបងទៅវាយបំបាយអាស្រមនឹងធ្វើអាស្រមបិសាចនឹងបែកជាពីរធ្វើឲ្យបិសាចនឹងនៅលេបបាត់ពីកន្លែងនឹងទៅនៅពេលនោះអាយុក៏បានបីតកអាឌីហើយឪពុករបស់អាយុក៏បានមកជួបអាឌីផងដែរអូខេពេលមិត្តសាច់រឿងក៏បានបន្តទៅទៀតដែរសាច់រឿងក៏បានបញ្ចប់ទៅត្រឹមនោះតែម្ដងទៅអរគុណពេលមិត្តដែលបានទស្សនាអេដមិនសង្ឃឹមថាពេលមិត្តនឹងពេញចិត្តនៅវីដេអូមួយនេះជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ